tam pit rương bị bạt cua xa xóa mây miền srei anh chẳng tới ai cọt cả tục taត្រូវដោះស្រាយរបៀបណាដោះចេះតែបានប៉ុន្តែបើមែនតែនទៅគួរតែទល់មុខគ្នាសាកសួរឲ្យដឹងបន្ថែមពីបញ្ហាផ្សេងៗអានឹងទៅដោះស្រាយបានទូលំទូលាយហើយត្រូវចំណុចប៉ុន្តែសួរមួយម៉ាត់មកថាស្ត្រីមានទុកព្រោះស្វាមីមានថ្មីអីអញ្ចឹងដោះនឹងវាចេះតែដោះជាទ្រឹស្ដីបត់ជារូបមន្តជាទ្រឹស្ដីបត់ទូទៅបានប៉ុន្តែឲ្យចំចំណុចញាតិញោមអ្នកមានទុកតែម្ដងវាទល់តែដឹងគ្នាបញ្ហានឹងវាដល់កម្រិតណាប៉ុន្តែម្យ៉ាងទៀតនោះខ្ញុំកាលណាអាត្មាទោះបីជាមិនបានដឹងរឿងរ៉ាវសពគ្រប់អីក៏ដោយក៏ព្យាយាមដោះស្រាយដែរពីព្រោះវាជាបញ្ហាកើតមាននៅក្នុងសង្គមជីវិតស្ទើរតែគ្រប់គ្រួសារទៅហើយបើរឿងនឹងមិនតែស្រុកខ្មែរយើងអីស្រុកក្រៅហ្នឹងក៏បញ្ហាស្នេហាហ្នឹងគឺថាធ្វើឲ្យមនុស្សកើតរោគសរសៃប្រសាទច្រើនណាស់នៅបារាំងនៅអីហ្នឹងដល់តែវាជាលោកច្រឡំពេកទៅ 70% នៃមនុស្សលេបថ្នាំជំនួយខួរក្បាលពីព្រោះតែវិបត្តិស្នេហានិយាយមកបើនិយាយឲ្យឆាប់ចប់គឺទុកគ្រប់យ៉ាងកើតតែពីការស្រឡាញ់នឹងឯងញោមកើតទុកព្រោះប្តីបបហេតុមកពីស្រឡាញ់ប្តីនោះណាស្រឡាញ់ខ្លាំងទុកខ្លាំងប៉ុន្តែរឿងហ្នឹងខ្ញុំប្រកាសណាអាត្មាភាពដោះស្រាយចឹងទៅបើនិយាយច្រើនបន្តិចទៅញាតិញោមថានិយាយរឿងមើលតែខ្លួនឯងធ្លាប់ដឹងថាមួយម៉ាត់ហ្នឹងមកអាត្មាស្គាល់ព្រោះមិនធ្លាប់ដឹងមែនជួនកាលចេះទ្រឹស្ដីបត់វាមិនតាន់ប្រកាសថាប្រើបានដូចជាអ្នកអនុវត្តផ្ទាល់ទេរឿងនេះអាត្មាសារភាពថាអាត្មាគ្មានបទពិសោធន៍តែគ្រាន់តែព្យាយាមដោះស្រាយតែបើរឿងហ្នឹងធ្លាក់ដល់ខ្លួនឯងវិញក៏មិនដឹងថាគិតថាម៉េចដែរឧទាហរណ៍ថាប្រពន្ធទៅមានស្អីទៀតទៅអាត្មាក៏មិនដឹងគិតថាម៉េចដែរប៉ុន្តែថានៅពេលលើធ្វើពេទ្យព្យាបាលឲ្យគេវាចេះតែព្យាបាលបានណាបើរោគឈឺខ្លួនឯងជាងការមើលខ្លួនឯងអត់ជាមុននឹងដោះស្រាយបញ្ហារបស់ញោមនោះអាត្មាមានរឿងខ្លួនឯងមួយដែលសម្រេចចិត្តថានៅលោកឲ្យបានយូរតទៅទៀតនោះកាលនោះទៅឥណ្ឌាជួបដឹកគុណមួយអង្គលោកបជន50 70ខ្ញុំប្រកាសណាអាត្មាក៏ផ្ដើមសាកសួរលោកថាហេតុដូចម្ដេចបច្ច័យដូចម្ដេចបានជាដឹកគុណនឹងគិតថាបួសរហូតលោកទាំងចិត្តងាប់ហើយដឹងគិតទៅណាទៀតទេហើយបានលោកសួរខ្ញុំកណាអាត្មាវិញថាចុះលោកប្អូនឯងនោះគិតថាម៉េចបួសហ្នឹងមិនគិតរកគ្រួសារគ្រួអីគេទេអីអាត្មាប្រាប់លោកថាចង់ដែរសម័យតែសម័យគេឯងចឹងដែរព្រោះបេះដូងនឹងវានៅក្រហមឈាមវានៅតែរត់អញ្ចឹងប៉ុន្តែមានការពិចារណាច្រើនឧទាហរណ៍ថាមានក្រុមគ្រួសារអីចឹងទៅវាមិនបានសេចក្តីសុខយកប្រពន្ធមកប្រពន្ធនឹងក៏ឈឺនឹងវាមិនងាយងាប់ទៀតឈឺអូសលុយដល់អស់ងាប់ទៅទុកកូន 2 3ឲ្យការងារក៏មិនដឹងឯណាឯណី
ឲ្យម៉ែមកមើលកូនបាបទៀតគិតចុះគិតឡើងដោយចៅចាក់ស្មុកគិតថាដូចខ្ជិលណាបានលោកថាលោកអូនấyចេះគិតល្អប៉ុន្តែមិនតន់ល្អមែនតើនេះនឹងក្រន់តែប្រពន្ធឈឺប្រពន្ធស្លាប់អស់ការងារអានឹងវាមិនតន់ដល់ថ្នាក់ងើបមុខមិនរួចទេហើយជាប្រពន្ធផាត់វិញប្រពន្ធឯងគិតថាម៉េចបាទខ្ញុំកណាអាត្មាថាអាចដែររឿងចឹងអាចដែរបើលោកថាខ្វះអីរឿងចឹងលោកចាំតាកូនចៅគេម៉ែឪវាផាត់គ្នាចុះឡើងលោកចាំពេញទៅវត្តម៉ែឪរត់តាមគេតាមឯងបាត់ទៅចឹងមិនយកមកវិភាគថាកម្រិតនៃការគិតហ្នឹងវាមិនដូចជាជួបផ្ទាល់ទោះបីជាគេលើកមកអញ្ចឹងក៏ខ្ញុំកណាអាត្មាភាពហ្នឹងវាបានត្រឹមតែគិតតែប៉ុណ្្នឹងឯងប៉ុន្តែញោមដែលជួបផ្ទាល់ជួបផ្ទាល់វាពិសោធន៍ផ្ទាល់អញ្ចឹងស្ដាប់ការបកស្រាយទៅក៏ត្រូវតែយកទៅពិសោធន៍ផ្ទាល់រឿងបញ្ហាដែលត្រូវដោះស្រាយគឺវាមិនអាចដាក់តែបញ្ហាមួយចប់ទេឧទាហរណ៍ថាប្តីមានស្រីអីទៀតចឹងទៅជួនកាលក៏វាមិនអាចមកពីប្តីទាំងស្រុងដែរប្រហែលជាវាអាចមានសម្ពាធអីមួយនៅក្នុងផ្ទះនេះថ្មមិនកាន់ជើងខាងណាទេណាប៉ុន្តែជួនកាលវាអាចមានសម្ពាធអ្វីមួយតែហៅថាតាំងពីពាក្យសម្ដីពីព្រោះជាធម្មតាមនុស្សយើងកាលណាបានមកជាគ្នាហើយមិនសូវចេះខ្វល់ពីគ្នាទេមិនសូវចេះខ្វល់ទេអាងតែគ្នាឯងហើយរញងរញ៉ាំងអញ្ចឹងទៅណាហើយដល់ស្រីខាងក្រៅនោះគេដើម្បីតាក់យកប្តីរបស់យើងហ្នឹងគេអត់មានរញងរញ៉ាំងដូចយើងទេគេផ្អែមណាគេផ្អែមអញ្ចឹងដល់យូរទៅជាងការស្វាមីខ្លះចេះតែបែងចែកបើទៅជួបគេនោះវាសប្បាយចិត្តមកជួបបោះឯងនេះរញ៉េងរញ៉ាំងដូចតែខ្លារាល់តែថ្ងៃអាហ្នឹងក៏វាអាចមានបញ្ហាអញ្ចឹងអញ្ចឹងមិនតាន់កាន់ជើងខាងណានិយាយអញ្ចឹងដូចថ្មឲ្យអតិភិបទៅប្រុសពេកហ៎និយាយអញ្ចឹងណាមិននិយាយចឹងមុនចាស់វាអាចអញ្ចឹងជាកាលបានមកជាគ្នាអញ្ចឹងទៅមិនចេះថែរក្សាមិនចេះប្រើពាក្យសម្ដីពាក្យហ្នឹងក៏មិនពិរោះពិសាដល់នាងខាងក្រៅនោះគេបងឡើងផ្អែមល្អោកចាហើយនោះទៅក្រៅវាសប្បាយចិត្តមកក្នុងជួបតយៈកណីរហូតហើយបើអាត្មាក៏មិនដឹងថាម៉េចដែរនេះបើជាប្តីគេជួបប្រពន្ធអញ្ចឹងឧទាហរណ៍នឹងនិយាយទៅកាន់ជើងប្តីបន្តិចមិនលើវិលមករកលោកប្តីវិញលោកប្តីអើយលោកប្តីមានប្រពន្ធមួយហើយគួរទៅគ្រប់ទៅមើលអាត្មានេះអត់ទាំងមានមួយកំដរផងនៅតែសុខសាន្តនៅវត្តមានទៅកើតទុកអីបន្តិចហើយយើងមានមួយហើយនឹងចាំបាច់រកអីទៀតចឹងបានជានៅក្នុងហ្នឹងលោកនិយាយអំពីសេចក្តីសន្តោសសុភមង្គលក្រុមគ្រួសារមួយបើយើងគ្រាន់តែចេះទៅប្រៀបអញ្ចឹងតើតែកុំយកប្រពន្ធណាអានោះជុំនិយាយរឿងកាន់ជើងប្តីនិយាយពីតួនាទីប្តីវិញប្រសិនបើយើងប្រៀបធៀបដូចខ្ញុំកណាអាត្មាភាពលើកឡើងមកអំបញ្ញមិញនេះទៅក្រៅគេផ្អែមមកក្នុងអញ្ញងអញ្ញងថារឿងហ្នឹង 90% វាជួបអញ្ចឹងមនុស្សកាលណាខ្លាយជាកម្មសិទ្ធិហើយមិនសូវចេះខ្លាចចិត្តខ្លាចថ្លើមវាធម្មតាអញ្ចឹងហើយបើយើងចិត្តតែប្រៀបថាខាងក្រៅហ្នឹងវាល្អខាងក្នុងហ្នឹងវាអញ្ចេះអញ្ចោះវាទល់តែកុំធ្វើប្តីគេទុកដើរជារះជាព្រៃរហូតត្មងទៅ
nâng bậc cực chất kích để biểu thiếp chẳng nô nâng chẳng tu bay triển nơi tí nà ất công nọn video internet ất tẹtกันแต่สนัดสนาลមានគ្រប់ទីកន្លែងបទពិសោធន៍អ៊ីនធឺណិត 4G ល្អដាច់គេសុខចិត្តនៅដោយអាត្មានេះទៅមានស្រីណាមកញៀវញ៉ាវដាក់អាត្មាបានហើយតែកាលណាយើងជាប្តីគេហើយគេសិទ្ធិប្រពន្ធហើយវាត្រូវតែចងវាត្រូវតែមានចំណងលើនិយាយម្ដងម្នាក់អញ្ចឹងឲ្យសរុបរួមមកវិញឥឡូវឧទាហរណ៍អញ្ចេះឧទាហរណ៍ដល់សំណួរតទៀតតែខ្ញុំធ្វើល្អហើយពាក្យសម្ដីខ្ញុំនឹងក៏ល្អដែរអានឹងវាអាចនៅខ្វះទៀតណាខ្ញុំបាននិយាយចូលឲ្យជ្រៅបន្តិចចាជើងកាលពាក្យសម្ដីល្អហើយតែជើងកាលទៅអត់ចេះចំអិនមហូបអាហារអីហ្នឹងឲ្យវាត្រឹមត្រូវរៀបចំបាយទឹកឲ្យវាល្អវាខ្វះតំណងទៀតឥឡូវថាចេះមហូបអាហារក៏ខ្ញុំមិនឲ្យខ្វះទេសម្ដីខ្ញុំក៏ល្អដែរតែជួនកាលពាក់ព័ន្ធតែយើងមិនចេះសម្អាតខ្លួនទៀតនោះវាពាក់ព័ន្ធច្រើនរឿងណាស់នោះហ្នឹងហើយជូប្អូននៅចិត្តខ្មឹសអីហ្នឹងវាពិបាកចិត្តដែរណានឹងចង់និយាយពីគ្រួសារដល់អាត្មានិយាយជ្រៅបន្តិចចឹងវាមានកត្តាច្រើនយ៉ាងប៉ុន្តែឥឡូវនេះបើថាទេខ្លួនប្រានក៏ខ្ញុំសម្អាតដែរអីក៏មានអស់ហើយគេនៅទៅទៀតថាហ្នឹងអស់វិធីដែលត្រូវកែប្រែកន្លែងហ្នឹងយើងកែប្រែចិត្តរបស់យើងវិញកែប្រែចិត្តរបស់យើងវិញពីព្រោះចិត្តប្រុសអាត្មាក៏ជាប្រុសដែរអាត្មាមើលញាតិញោមពុទ្ធបរិស័ទស្រីខ្លះច្រើនតែល្ងងត្រង់ចំណុចមួយនៅពេលដែលប្តីនឹងដើរច្រើនអីចឹងទៅចាប់ផ្ដើមប្រច័ណ្ឌហើយប្រច័ណ្ឌហ្នឹងវាកាចទៅនិយាយសម្ដីមិនល្អដល់ពេលយើងប្រច័ណ្ឌយើងបញ្ចេញតែអាកប្បកិរិយាមិនល្អមានន័យថាកាន់តែជំរុញឲ្យប្តីហ្នឹងកាន់តែកើតការនឿយណាយកើតការធុញទ្រាន់ហ្នឹងខ្លាំងមែនតើហើយអាត្មាជាប្រុសម្នាក់បើសិនទៅជួបប្រពន្ធប្រច័ណ្ឌហ្នឹងមិនដឹងគិតថាម៉េចទេឥឡូវគ្រាន់តែបរិស័ទហ្នឹងគ្រាន់តែញាតិញោមណាចង់មកហួងហែងហ្នឹងអត់បានទេតែហួងហែងហាន់ហើយអត់ឲ្យមកគ្របអត់ឲ្យមកអីទេហើយក៏គិតទៅដល់ទៀតចុះមុំតែមានប្រពន្ធប្រច័ណ្ឌហ្នឹងគឺថាម៉េចអញ្ចឹងរឿងសំខាន់យើងត្រូវធ្វើតួនាទីខ្លួនឯងឲ្យគ្រប់ជាភរិយាតែបើសិនជាយើងធ្វើតួនាទីគ្រប់ជាភរិយាហើយប្តីនៅតែអញ្ចឹងយើងសម្រួលផ្លូវចិត្តមកវិញអញ្ចឹងសិក្សាពីផ្លូវចិត្តមកវិញហើយដើម្បីសិក្សាទៅដល់ផ្លូវចិត្តគឺទល់តែញោមស្ដាប់ធម៌ឲ្យច្រើនទៅវិចារណាសង្ខារធម៌ខ្លះទៅធម្មជាតិចិត្តហ្នឹងវាយ៉ាងម៉េចចិត្តយើងហ្នឹងក៏អញ្ចឹងពីថ្ងៃម្សិលអញ្ចេះឥឡូវមកអញ្ចោះរឿងនេះនិយាយទៅវាមិនចប់ទេញាតិញោមតែគ្រាន់ថាស្នេហាគឺជារឿងចង្រៃជាទីបំផុតប៉ុន្តែមនុស្សក្នុងโลกហ្នឹងគេគិតថាស្នេហាគឺជាសុភមង្គលវិមានសួគ៌អីចឹង ប
ប៉ុន្តែតាមធម្មជាតិពិតមិនមែនធัวគឺថាធម្មជាតិពិតស្នេហាគឺប្រភពទុក្ខស្នេហាគឺជាប្រភពទុក្ខប៉ុន្តែនៅក្នុងការសង្គ្រោះគ្នារវាងស្វាមីនិងភរិយាព្រះអង្គឲ្យប្រើមេត្តាឲ្យបានច្រើនមេត្តាករុណាការរាប់អានការឲ្យអភ័យនឹងឲ្យបានច្រើនគិតគោលការណ៍ជាសំខាន់ពីក្រុមគ្រួសារមិនគិតពីតណ្ហាខ្លួនឯងផ្ទាល់ជាសំខាន់ទើបគ្រួសារបានសុខនឹងសេចក្តីស្រឡាញ់អ្នកណាក៏ដូចអ្នកណា វាមិនអាចថិតថេរជារកាបានទេអាស្រ័យទៅលើសង្ខារធម៌ដែលកើតហើយទៅជារលត់ទៅវិញយើងពិចារណាមើលតែប៉ុណ្ណេះសម្លបើយើងបរិភោគតែមួយមុខថ្ងៃហ្នឹងក៏គោស្អែកក៏គោខានស្អែកក៏គោខែក្រោយក៏គោឆ្នាំក្រោយក៏គោសម្លដដែលរសជាតិដដែលគ្រឿងផ្សំដដែលវិធីស្លដដែលគង់មនុស្សធុញទ្រាន់ជាមនុស្សយើងមិនមែនដដែលទេមនុស្សដដែលតែវ័យមិនដដែលចាស់បន្តិចមានកូនមួយកូនពីររយៈបន្តិចសួរតើអ្នកណាបរោះណាមួយក្នុងโลกនេះអាចរក្សាស្នេហាបានជាមួយនឹងស្ត្រីដែលជាគូកំណត់របស់ខ្លួនឲ្យរហូតស្រឡាញ់ដូចដើមបានគ្មានទេតែដែលគេអាចរក្សាបានគឺគេប្រើមេត្តាមួយជំនួសគេប្រើគោលការណ៍ការកសាងគ្រួសារមួយជំនួសតែប៉ុណ្ណោះតែថានរណាម្នាក់តែថាស្រឡាញ់ដោយការដែលគ្រាដំបូងនឹងរហូតដល់ចាស់គ្មានសូម្បីតែម្នាក់ក៏គ្មានតែបើភាពស្មោះត្រង់មានតែសេចក្តីស្នេហាមិនអាចថិតថេរជានិច្ចកាលទេតែបើភាពស្និទ្ធស្មោះត្រង់ហើយនឹងការសន្តោសហើយនឹងការចេះគិតគោលការណ៍គ្រួសារអានឹងមានគេស្មោះត្រង់ប៉ុន្តែមិនបានន័យថាវានៅតែងប់ជ្រុបនៅក្នុងរឿងស្នេហាប្រុសស្រីនឹងឲ្យដូចពីក្មេងទៀតវាអត់ទេចាស់បន្តិចទៅរសាយបន្តិចរសាយបន្តិចរសាយបន្តិចឃើញមុខម្ដែលប៉ុន្តែគេប្រើមេត្តាជំនួសបានជាគេចេះសុខនឹងគ្នានោះនឹងចឹងឥឡូវញាតិញោមពុទ្ធបរិស័ទទាំងឡាយអាត្មាមិនដឹងថាត្រូវបកស្រាយយ៉ាងម៉េចទៅទេសេចក្តីទុក្ខវាកើតមកតែពីការមិនដឹងកើតមកពីការស្រឡាញ់ហួងហែងគិតពិចារណាមើលតែខ្លួនយើងក៏ហួងហែងមិនបានយើងទៅហួងឯងអីសង្ខារធម៌ខាងក្រៅខ្លាំងពេកតែបើយើងហួងហែងបានក៏វាចេះតែហួងទៅប៉ុន្តែហួងមិនបានវាបានតែកើតទុក្ខចឹងមានពេលវេលាខ្លះឲ្យធัวជួយខ្លះទៅណាឲ្យធัวជួយខ្លះពាក្យតែធัวខ្លួនជួយខ្លះហ្នឹងមិនបាច់មករកលោកទេតែមករកលោកហ្នឹងប្តីរករឿងលោកទេឥឡូវស្ដាប់ទៅតាមប៉ុស្តិ៍តាមវិទ្យុអីអញ្ចឹងមិនបាច់មកជួបលោកផ្ទាល់ទេក៏បានមានគ្រោះថ្នាក់ដែរអ្នកខ្លះខូចចិត្តនឹងប្តីជាទៅរកលោកដល់រកលោកយូរយូរប្តីខឹងលោកទៀតលោកហ្នឹងគ្រោះថ្នាក់ពាក្យថារធัวគឺមានពេលពិចារណាតាមធัวស្ដាប់ទៅតាមកសែតតាមសភៅតាមអីមានពេលទំនេរពីព្រោះសេចក្តីទុកផ្លូវចិត្តវាមកពីការគិតអញ្ចឹងសេចក្តីទុកផ្លូវចិត្តមកពីការគិតជាងការស្វាមីយើងគ្រាន់តែមាននេះឯនោះតិចតួចប៉ុន្តែជាងការគាត់មានលុយឲ្យយើងចាយដែរហ្នឹងហើយយើងចេះតែប្រៀបធៀបជាមួយអ្នកដែលវាល្អល្អឿនជាងយើងនោះបើយើងចេះតែកើតទុកការប្រៀបធៀបដើម្បីបានសេចក្តីសុខផ្លូវចិត្តយើងកុំប្រៀបធៀបជាមួយអ្នកសុខជាងយើងត្រូវតែប្រៀបធៀបជាមួយអ្នកណាប្រហែលនឹងយើងឬក៏គេទុកលំបាកជាងយើងទៅទៀតដូចមានភាសាអង់គ្លេសមួយគេថាម៉េច I felt sorry for myself because I have no shoes until I meet a man who has no feet ខ្ញុំធ្លាប់កើតទុក្ខអាណិតខ្លួនឯងកំសត់ខ្លួនឯងព្រោះហេតុតែខ្ញុំមិនមានស្បែកជើងពាក់រហូតដល់ទៅពេលមួយខ្ញុំបានជួបមនុស្សម្នាក់ដែលអត់មានជើងទើបខ្ញុំដឹងថា
ខ្ញុំសំណាងជាងគាត់ឆ្ងាយណាស់ណាអញ្ចឹងប្រហែលអ្នកដែលមានស្វាមីហើយស្វាមីមាននេះនោះថាកើតទុកណាស់វាមិនតាន់ជារឿងកើតទុកណាស់ទេយើងនៅមានផ្លូវដើរច្រើនណាស់ណាមានផ្លូវដើរច្រើនណាស់តែគ្រាន់តែយើងមិនចេះរកផ្លូវតែប៉ុណ្ណោះគាត់គ្រាន់តែមាននេះឯណោះប៉ុន្តែគាត់មិនតាន់ដល់ថ្នាក់វ័យធ្វើបាបយើងអាហ្នឹងក៏នៅតែរឿងល្អណាយើងនៅតែអាចសុខបានយើងប្រៀបទៅអ្នកខ្លះហ្នឹងមិនត្រឹមតែមានស្រីទេមកវ័យប្រពន្ធទៀតយើងអត់បានវ័យគិតតែគិតតែប៉ុណ្្នឹងដែរតែបើដល់ថ្នាក់វ័យទៅទៀតអាហ្នឹងកាន់តែយ៉ាប់ដែរយើងមានច្បាប់តាស្រុកទេសមានច្បាប់យើងមានបងប្អូនយើងមានច្បាប់ទម្លាប់យើងគិតគូរទៅតាមច្បាប់តាមអីបើដល់វ័យច្រំវ័យដំច្រំធាក់នោះឬក៏យើងព្រមឲ្យគេវាយយើងរហូតទៅហ្នឹងអាហ្នឹងក៏វាមិនមែនជាឋានៈជួនកាលអ្នកខ្លះហ្នឹងព្រមឲ្យគេវាយរហូតមកពីអីមកពីយើងស្រឡាញ់គេហ្នឹងណាមកពីហេតុតែមួយហ្នឹងឯងមកពីអាស្រឡាញ់គេហ្នឹងមនុស្សតែស្រឡាញ់គេមានកាយោអន់ហើយស្រឡាញ់គេខ្លាំងពេកគឺមានកាយោអន់ហើយដោយវីរៈបរោះក្នុងរឿងចិនអញ្ចឹងចេញមកកាន់ដាវឆ្វាប់វៃគេឈ្នះកាលណាគេចាប់គម្រាមស្រីស្នេហ៍បន្តិចដាក់ដាវចុះឲ្យគេកាប់ឃើញទេសេចក្តីស្នេហាគឺជាចំណុចខ្សោយរបស់មនុស្សដូចលោកសង្ឃអញ្ចឹងដែរខ្លាំងហ្នឹងទេសនាហ្នឹងតែនាងតោងបានខ្សោយមហិលរបូតស្បងអស់លេងខ្សោយមិនតិចហ្នឹងឯងឥឡូវហេតុអីបានជាក្រុមគ្រួសារខ្លះឃើញប្តីនឹងផឹកអ៊ូបនួមមកដល់វ័យប្រពន្ធនឹងឯងនៅតែទ្រាំឲ្យគេវ័យសុកចិត្តយំសុកចិត្តស្រែកឲ្យតស៊ូតទៅទៀតកត្តាពីរយ៉ាងទី1យើងល្ងងទី2រឿងស្រឡាញ់គេស្រឡាញ់នឹងឯងជាប្រភពនៃសេចក្តីទុក្ខចឹងមិនញាតិញោមពុទ្ធបរិស័ទទាំងឡាយនិយាយមកដល់ចំណុចនេះគេថាប្រពៃណីខ្មែរអាក្រក់ប្តីធ្វើបាបប្រពន្ធស្មាថាទេអានឹងមិនមែនប្រពៃណីខ្មែរទេមានច្បាប់ឯណាថាប្រពៃណីខ្មែរឲ្យប្តីវាយប្រពន្ធអញ្ចឹងណាថ្មមិនតាន់ឃើញតែជាទម្លាប់មនុស្សប្រុសនឹងអាងកម្លាំងធ្វើបាបស្រីពីមុនមកអញ្ចឹងតាមធម៌ព្រះក៏គ្មានតាមច្បាប់គេកាលឬក៏ច្បាប់ប្រុសច្បាប់ស្រីច្បាប់ស្អីដូចជាមិនដែលបរៀនថាឲ្យវាអញ្ចឹងផងហើយយើងនាំគ្នាទៅប្រពៃណីខ្មែរប្តីធ្វើបាបប្រពន្ធតាមពិតមកពីទម្លាប់ម៉ែឪទេមិនឲ្យកូនស្រីរៀនឲ្យបានច្រើនហ្នឹងជាទម្លាប់កូនស្រីមិនឲ្យរៀនឲ្យបានខ្ពង់ខ្ពស់ទេទុកឲ្យប្តីចិញ្ចឹមរឿងតែយើងមានចំណុចខ្សោយគេមើលងាយយើងហើយណាក្មេងៗស្រីទាំងឡាយបើបានស្ដាប់អានឹងល្អខំរៀនធ្វើម៉េចរកទីពឹងខ្លួនឯងឲ្យបានព្រោះវាមិនទៀងទាត់ប្រកបវិជ្ជាអីការរៀបការអីហ្នឹងជាងការលែងលះគ្នាទៅសល់កូនសល់ចៅទៅមិនដឹងថាត្រូវរស់ស៊ីយ៉ាងម៉េចចិញ្ចឹមកូនជួនកាលហ្នឹងវាខ្លាចអារឿងអញ្ចឹងបានចេះលែងគេមិនដាច់នោះមិនហ៊ានចាក់ចោលមិនហ៊ានបែកគ្នាដល់យើងសំដែងអាការដែលយើងគ្មានទីពឹងសោះគេកាន់តែបានចិត្តតែប្រុសនោះឯងមកមិនកាន់ជើងទេប្រុសឃើញតែអញ្ចឹងមែនអញ្ចឹងចំណុចខ្សោយរបស់ស្ត្រីខ្មែរយើងបច្ចុប្បន្នទី1ល្ងងទី2ខ្លាចទី3ងប់អាស្រឡាញ់គេនោះឯងមកគេវាយព្រឹកល្ងាចអត់អីនោះហ្នឹងហើយដើម្បីដោះស្រាយតទៅទៀតហ្នឹងខ្ញុំកណ្ណាអាត្មាភាពមិនដឹងថាទៅដោះយ៉ាងម៉េចទេប៉ុន្តែគ្រាន់ថាឲ្យញោមទាំងឡាយដែលមានបញ្ហាហ្នឹងបើយើងកែខាងក្រៅមិនបានឲ្យកែប្រែផ្លូវចិត្តរបស់យើងឲ្យគិតទៅដល់កូនយើងទៀតចេះគិតថាអូអញដែលប្តីធ្វើបាបអញ្ចឹងមកពីអញហ្នឹងវាល្ងងអញ្ចឹងកុំផ្ដល់សេចក្តីល្ងងដល់កូនចៅយើងតទៅទៀតត្រូវឲ្យចេះឲ្យដឹងឲ្យមានទីពឹងទៅប្តីមិនធ្វើបាបអញ្ចេះឡើងកែយើងមិនបានកែកូនយើងគិតថាយើងលះបង់ខ្លួនយើងទៅចោះយើងសុខចិត្តលំបាកទៅចោះប៉ុន្តែកូនយើងកុំឲ្យល្ងងអីសោះ
មនុស្សតែល្ងងគេធ្វើបាបមនុស្សស្រឡាញ់គេខ្លាំងក៏គេធ្វើបាបដែរសិតតែកលាទុកទាំងអស់អញ្ចឹងមកមិនដោះស្រាយអីតទៅទៀតទេប៉ុណ្ណឹងចុះរឿងប្តីប្រពន្ធចាំមើលដោះស្រាយរួចដល់ទៅខ្លួនឯងមិនដឹងសំណួរទី2គឺលោកអ៊ំចាស់ម្នាក់បានសាកសួរថាធ្វើវត្តដើម្បីអីឬក៏ធ្វើវត្តដើម្បីទាក់ទាញមនុស្សឲ្យទៅរំបាសខ្ញុំបកណ្ណាអាត្មាគិតថាបញ្ហានេះញោមអ្នកសួរហ្នឹងញោមយល់ហើយញោមក៏ដឹងយល់ហើយដឹងទៀតដឹងថាវាមិនចូលចិត្តរឿងហ្នឹងហើយបើញោមសួរអញ្ចឹងបើញោមជាមនុស្សម្នាក់ចូលចិត្តរឿងអញ្ចឹងមិនទេមកសួរអញ្ចឹងដែរហើយអាត្មាមិនចង់ថាគេខុសទេជួនកាលគ្នាក៏មានគំនិតល្អដែរដូចជាចាស់ស្រុកអាត្មាស្រុកកំណើតអីខ្លះគាត់គិតថាយើងចាស់មិនរំអីទេបើតែយើងឲ្យក្មេងរំទៅបានបនគាត់យល់អញ្ចឹងទៅហើយដឹងគេយល់ថាម៉េចគាត់ថាដាក់ឲ្យក្មេងសុបាយទៅបានបនដូចអ្នកបង្រៀនអ្នកលេងល្បាំអញ្ចឹងជាងកាលមានអាពាក្យបង្រៀនថាយើងលេងឲ្យគេសុបាយទៅយើងបានបននិយាយឲ្យគេសុបាយទៅយើងបានបនដូចជារឿងអ្នកដាក់ផុតតៈអ្នកដាក់ផុតតៈហ្នឹងគ្រូរបាំប្រាប់គាត់អញ្ចឹងប្រាប់គាត់ថាអ្នកណាលេងឲ្យគេសប្បាយឲ្យគេសើចអញ្ចឹងទៅងាប់ទៅកើតនៅក្នុងឋានទេវតាដែលសប្បាយប្រកែសើចហើយដល់ទៅមកជួបព្រះអង្គសួរបើពិតព្រះអង្គនៅចម្រើនគ្រូអ្នកបង្ខាត់របាំហ្នឹងបង្រៀនខ្ញុំព្រះអង្គថាឲ្យខ្ញុំព្រះអង្គនឹងខំលេងទៅដើម្បីឲ្យគេសប្បាយព្រោះថាកាលណាបើយើងធ្វើឲ្យគេសប្បាយយើងនឹងទៅកើតឋានសួគ៌ពាក្យសប្បាយហ្នឹងយើងចែកវាមិនតាន់ដាច់វាសប្បាយស្អីបើសប្បាយក្នុងមហាកុសលវាមានស្អីបើសប្បាយលបាំវាមានសប្បាយទេសប្បាយកើតទៅលោភៈនោះនឹងដល់សួរព្រះអង្គចុះការពិតយ៉ាងម៉េចដែរព្រះអង្គជ្រាបថាម៉េចដែររឿងដែលយើងឲ្យគេសប្បាយនោះអង្គថាកុំសួរតថាគតអីណាកុំសួរតថាគតអីទេបើពិតព្រះអង្គនៅចម្រើនហើយមិនងាយជួបព្រះអង្គទេឆ្លើយបន្តិចមកខ្ញុំព្រះអង្គចង់ដឹងតើគ្រូរបាំនឹងនិយាយពិតដែរទេព្រះអង្គបកាយទៀតកុំសួរតថាគតអីតថាគតមិនចង់និយាយទេសួរលើកទី3បានព្រះអង្គថាមនាលមាននុបតថាគតថាមិនឆ្លើយទេប៉ុន្តែអ្នកចេះតែបង្ខំតថាគតរហូតដល់ទៅ3ដងបើតថាគតមិនឆ្លើយទេដូចជាថាតថាគតនឹងវាដាច់ចិត្តពេកអញ្ចឹងចាំស្ដាប់ចឹងណាមនាលមាននុបបុគ្គលណាខ្លួនឯងមានមោហៈវិចខ្ចប់ទៅដោយសំណាញ់មោហៈហើយក៏ឡើងសម្ដែងឲ្យគេកាន់តែវង្វេងបុគ្គលណាមានរាគៈវិចខ្ចប់ទៅដោយរាគៈតណ្ហាហើយក៏សម្ដែងឲ្យគេភ្លើតភ្លើនឲ្យគេកើតរាគៈឲ្យគេស្រើបស្រាលឃើញទេដូចរបាំហ្នឹងជាងការស្លៀកខោចុកខោចឡើងអញ្ចឹងទៅឲ្យគេកើតរាគៈឲ្យគេកើតតណ្ហាបុគ្គលណាមានទោសៈវិចខ្ចប់ដោយទោសៈហើយក៏សម្ដែងឲ្យគេកើតទោសៈដែរដូចជាធ្វើតួកាចតួអីចឹងទៅធ្វើឲ្យគេខឹងតាមចឹងទៅធ្វើឲ្យគេកំសត់ចឹងទៅបុគ្គលនោះឯងមាននរកមួយឈ្មោះបហាសៈនរករងចាំបុគ្គលនឹងឯងណាមាននោះពីព្រោះខ្លួនឯងវាមានរាគៈទោសៈមោហៈហើយសម្ដែងឲ្យគេកើតតែរាគៈទោសៈមោហៈនរកឈ្មោះបហាសៈនឹងរងចាំបុគ្គលនឹងចប់ប៉ុណ្្នឹងមកនៅដាក់ពតៈនឹងស្រែកយំហួយយំទៅមកបានព្រះអង្គថានឹងហើយតថាគតហាមទៅតែ3ដងឯងចេះបខំតថាគតពេកណាបខំពេកគ្នាថាមិនចង់និយាយណាបានក៏ទេខ្ញុំព្រះអង្គយំនេះមិនមែនដោយសារព្រះអង្គសំដែងនេះឈឺចិត្តចាញ់បោកគ្រូលបាំក៏ឈប់លេងលបាំលបែងឯតាំងពីនឹងមកក៏បួសបានសម្រេចគុណធម៌ទៅអញ្ចឹងពិចារណាមើលចុះអាត្មាក្រន់តែលើករឿងហ្នឹងឲ្យញាតិញោមពុទ្ធបរិស័ទ
វិភាគពិចារណាសួរថាដូចជាការដោះស្រាយអញ្ចឹងព្រះអង្គពេញចិត្តទេព្រះសម្មាសម្ពុទ្ធព្រះអង្គពេញប្រតិទេជាមួយនឹងលបែងលបាំទាំងអស់ហ្នឹងតាមពិតមានតែព្រះអង្គដាក់សិក្ខាបទមិនអោយភិក្ខុសាមណេរស្ដាប់ឬមើលនៅលបែងលបាំទាំងអស់ហ្នឹងដែលជាសត្រូវដល់កុសលធម៌ឃើញទេអញ្ចឹងស្អីដែលជាសត្រូវដល់កុសលធម៌គឺអ្វីដែលនាំឲ្យភ្លើតភ្លើនហ្នឹងណាអីនច្ចគីតវាតិតវិសោកតេសនាហ្នឹងនច្ចគីតនច្ចរំនឹងច្រៀងប្រគំដំគោះភ្លេងផ្លត់អីទាំងអស់នោះជាសត្រូវដល់កុសលធម៌មិនសត្រូវមួយវត្តទេគឺសត្រូវដល់កុសលធម៌មិនថាអូចាក់ក្នុងវត្តបានបាបចាក់នៅផ្ទះហ្នឹងវាមិនបាបដូចគ្នានោះនិយាយរួមទៅអ្នកដែលប្រព្រឹត្តប្រយោជន៍មានថាអូអាការ៉ាអូខេនៅក្នុងវត្តវាបាបដល់យើងទៅចូលការ៉ាអូខេក្នុងបាររែងកសាលអត់អីថាវាដូចតែគ្នាបុណ្យហើយបាបវានៅគ្រប់ទីកន្លែងប៉ុន្តែគ្រាន់តែចេះទីវត្តអារាមយើងធ្វើមានពុទ្ធរូបមានស្អីស្អីនៅនឹងមានប្រសង់នៅនឹងវាលើសតែប៉ុណ្្នឹងដល់តែយើងយកអានឹងទៅដាក់វត្តទៀតមិនដឹងថាវត្តស្ងប់ស្ងាត់ហ្នឹងមិនដឹងមានន័យថាម៉េចផងសទ្ធាបរិស័ទកសាងវត្តហ្នឹងមិនដឹងកធ្វើស្អីផងយើងមើលដំណើរព្រះសម្មាសម្ពុទ្ធមកចេញបួសស្អប់អានោះណាមុនហ្នឹងគេរំថ្វាយព្រះអង្គកកកដីរំស្លៀកពាក់អីអញ្ចេះអញ្ចោះលិចលើលិចក្រោមអញ្ចឹងប៉ុន្តែព្រះអង្គសង្វេគរត់ហ្នឹងរត់មិនរត់ចិត្តរត់3នគរចោលអារឿងលេងលបែងលបាំហ្នឹងណាព្រះអង្គទៅនៅក្នុងព្រៃអ្នកបួសក៏មានប្រកដីនៅក្នុងព្រៃឬក៏នៅក្នុងវត្តជាទីស្ងប់ស្ងាត់អញ្ចឹងទៅទីបំផុតទៅវាទោសតែខ្លួនឯងនឹងញាតិញោមដែលចង់សប្បាយនឹងទីបំផុតញាតិញោមថ្វាយបង្គំលោកក៏ថ្វាយបង្គំមិនពេញដៃថ្វាយវាអត់ពេញដៃយូរទៅលោកដូចតែអញដូចតែលោកវាទោសទាំងអស់តែគ្នាវាមិនមែនយ៉ាប់ទៅលោកទេយ៉ាប់យើងរលោកថ្វាយបង្គំលែងបានពីព្រោះអីពីព្រោះចូលទៅវត្តវាដូចទាំងផ្ទះដូចទៅវត្តសាសនបុគ្គលវាគួរតែធ្វើអ្វីដែលផ្សេងអំពីប្រជាជនធម្មតាហើយបើយើងគ្រាន់តែចង់បានមនុស្សហើយយើងយកទៅដាក់វត្តអញ្ចឹងទៅលោកក៏មើងអស់គ្នាអញ្ចឹងទៅវាដូចគ្នាគេហៅថាធ្វើអំពើដូចអ្នកបរិភោគកាមកន្លែងហ្នឹងគឺដូចជាអ្នកបរិភោគកាមដល់តែយើងឲ្យលោកធ្វើដូចយើងហើយយើងថ្វាយអង្គមខាងគោរពតាមប្រពៃណីហ្នឹងអាគុណធម៌លោកពិតប្រកបថ្វាយអង្គមថាសង្ខាងសារណង្កឆាមិថ្វាយអង្គមវាមិនវារកអត់ឃើញម៉ែថ្វាយវាថ្វាយប៉ុន្តែធ្វើគុណលោកគុណស្អីគុណលោកមើលគេរំបានដូចតែអញដែរឃើញទេទីបំផុតទៅគេហៅថាទៅទាំងបេកទាំងស្គរវាមិនមែនយ៉ាប់តែរឿងលោកត្រូវទោសទេយើងហ្នឹងក៏ពិបាកទៅធ្វើទៅថ្វាយបង្គំអីទាំងអស់តែគ្នាក្នុងឯងណាខ្ញុំបកណាអាត្មាជាផ្ដើមដំបូងចង់កែអតំណងញាតិញោមប៉ុន្តែញាតិញោមគាត់មានតែជាប់មួយចឹងមិនថាស្អីឲ្យតែជាប់មួយគាត់ថាប្រពៃណីឯងអាត្មាសួរថាបាសហ្នឹងប្រពៃណីពីអង្កលទៅមានប្រហែលឆ្នាំនេះសោះនោះកាលពី50-60ឆ្នាំមុនណាដែលមានបាសនោះគេមានអកេសមានអីហ្នឹងប៉ុន្តែឥឡូវដល់ចាក់យូរគេថាប្រពៃណីបាសប៉ុន្តែយើងមើលចំណេញវិញតែចំណេញអីខ្លះរំម្ដងកាប់គ្នាសម្លាប់គ្នាមិនកាប់នៅវត្តស្ទាក់គ្នាកាប់តាមវត្តតាមវាលស្រែតាមអីសួរថាឈ្មោះនៃវត្តហ្នឹងវាក្រអូបណាស់ទៅឬឧទាហរណ៍ថាលើបនចាក់បាសរំនៅក្នុងវត្តហ្នឹងបើគេកាប់អារម្មណ៍បាសនៅផ្ទះល្មមទេហើយដល់ចាក់បាសទៅគេកាប់គ្នាក្នុងវត្តហ្នឹងសួរថាឈ្មោះនៃវត្តហ្នឹងវាក្រអូបណាស់ទៅឬកន្លែងណែនាំមនុស្សឲ្យល្អទៅឬកន្លែងចុងនោះតាមពិតញាតិញោមដឹងគ្រប់គ្នាអស់ទៅហើយប៉ុន្តែគ្រាន់តែនិយាយដើម្បីឲ្យជាមេកំណត់តែគាត់នៅតែលះមិនបានគាត់ថាបើមិនដាក់មានក្មេងណាមកយើងធ្វើបន់មិនធ្វើអាចារ្យណាតើធ្វើមួយក្មេងពួតសួរតែក្មេងមកធ្វើបន់មកកាប់គ្នាសោះនោះយើងពិនិត្យមើលបើយើងដាក់លខោនក្តីដាក់បាសក្តីគឺក្មេងមកតែ
សប្បាយប៉ុណ្ណោះយើងពិនិត្យទៅមើលសាសនាគេវិញអាត្មាធ្លាប់ដើរទាំងនៅលោកហ្នឹងអាត្មាធ្លាប់ទៅសាសនាបាហាយធ្លាប់ទៅកន្លែងសាសនាយេស៊ូបើយើងគិតគេអត់ក្រិតក្រមដូចយើងវិន័យធម៌អាអីគេមិនជាក្រិតក្រមដូចយើងទេប៉ុន្តែគេហៅថារដ្ឋបាលអភិបាលកិច្ចក្នុងការចាត់ចែងកិច្ចការងារគេក្រាន់បើជាងយើងឆ្ងាយណាស់គឺមនុស្សឧទាហរណ៍គេជប់លៀងមែនគេរំគេរែកមែនប៉ុន្តែគេមានពេលអធិដ្ឋានទាំងអស់គ្នាប៉ុន្តែយើងមនុស្សទៅវត្តពេញវត្តហ្នឹងសួរថាអាចហៅអ្នកទៅវត្តហ្នឹងបានមកសូត្រនមោតស្សៈមួយម៉ាត់ទេដែលយើងថាំងមិនធ្វើបន់តចាស់ធ្វើបន់ក្មេងក៏ត្រូវធ្វើដែរតាមពិតហ្នឹងមនុស្សចិត្តអាក្រក់ទេអ្នកធ្វើរៀបចំបន់ហ្នឹងចង់បានមនុស្សច្រើនដើម្បីរៃលុយគេទេមិនដែលគិតថាណែនាំមនុស្សឲ្យធ្វើបន់ទេគឺគោលដៅសំខាន់បំផុតដើម្បីតែរៃលុយគេប៉ុណ្្នឹងឯងឲ្យមនុស្សមកច្រើនរៃលុយបានច្រើនគំនិតហ្នឹងគំនិតអីគំនិតជួយមនុស្សមិនមែនទេដូចយកនុយបឆោតដើម្បីឲ្យគេជាប់អន្ទាក់អញ្ចឹងព្រះពុទ្ធបង្រៀនឲ្យគេធ្វើបុណ្យគឺឲ្យយល់ពីបុណ្យព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាតថាគតក្តីសាវករបស់តថាគតក្តីមិនមែនពោលធัวដើម្បីដូរយកគ្រឿងបូជាដូចអ្នកលេងរបាំឡើយប៉ុន្តែពិតប្រកបទៅយូរនឹងទាំងលោកទាំងវស័កធ្វើបុណ្យដាក់មេខោប្រដាំងគ្នាដើម្បីរៃលុយអត់មានពាក្យពន្យល់អត់មានពាក្យពន្យល់ខ្ញុំបកណាអាត្មាភាពសម្លឹងឃើញនៅបញ្ហានេះហើយចង់កែប្រែពីមុននឹងនៅវត្តធម្មតាប្រហែលចង់កែប្រែពិបាកនិយាយរួមទៅថាពិបាកមិនមែនស្រួលទេចឹងហើយបានជាបង្កើតកន្លែងថ្មីមួយចង់ពិសោធន៍មើលថាអាត្មាអញនឹងមិនអោយឮសំឡេងចម្រៀងមិនអោយមានលបែងលបាំមិនអោយមានអ្វីទាំងអស់សូម្បីតែមេក្រូរីអង្គាសក៏មិនដាក់ទៀតចាំមើលធ្វើកើតវត្តកើតឬអត់ហើយការនោះមិនដឹងថាអាងអីទេគឺអាងសេចក្តីល្អអាងការបញ្យល់ឲ្យមនុស្សយល់ប៉ុន្តែកសាងមិនលឿនមែនកសាងមិនលឿនទេអាត្មាមិនប្រកែកសាងទេប៉ុន្តែអ្វីដែលបានគឺបានមកដោយការយល់អ្នកធ្វើតែងតែបានសប្បាយចិត្តពីព្រោះគេយល់សិនបានគេធ្វើនេះឯងជាគោលដៅដែលខ្ញុំកណាត់ភាពចង់បានក៏ជាគោលដៅរបស់ព្រះសម្មាសម្ពុទ្ធដែរមុននឹងធ្វើអ្វីមួយគឺត្រូវពន្យល់សិនមុននឹងនាំឲ្យកាន់សិលត្រូវយល់ពីសិលមុននឹងឯងធ្វើទានយល់ពីទានសិនប៉ុន្តែយើងអត់ធ្វើបន់ដាក់បាសឲ្យមនុស្សមករៃហើយរៃលុយទៅមកមិនដឹងទៅបញ្យល់ស្អីវាអត់បានកម្រៃអីសោះហ្មងទៅណាគឺនាំគ្នាបឺតជញ្ជក់យកទៅលុយគេប្រហែលថាអញ្ចឹងគឺនាំគ្នាបឺតដាក់មេក្រូនឹងបឺតរលុយគេតែអត់ផ្ដល់នៅចំណេះដឹងឲ្យគេសោះប៉ុន្តែបើយើងនាំគ្នាពន្យល់ឲ្យមនុស្សយល់វិញនៅពេលដែលគេយល់មិនបាច់សម100 200ទេនៅពេលគេយល់នឹងយល់ធម្មតាយល់ដូចយើងមនុស្សបរិយាមនុស្សឲ្យចេះធ្វើស្រែដល់គេយល់គឺទូទ្រោះត្រៃដីធ្វើដោយខ្លួនឯងអញ្ចឹងបែរពីការប្រមូលលុយដោយយកបាសទៅបញ្ឆោតគួរតែនាំគ្នាពន្យល់ប៉ុន្តែអ្នកពន្យល់ទៅតែយល់ខ្លួនឯងផងខ្លួនឯងវាអត់ចេះទៅទៀតណាអាចារ្យខ្លះអត់ស្ដាប់ទេធัวអត់ថ្ងៃប៉យរាល់ថ្ងៃស្ដាប់ធัวអត់ស្ដាប់ថាអាចារ្យសក្តិក៏អត់ស្ដាប់ទៀតនឹងបានស្អីទៅប្រាប់គេក្រៅពីពាក្យឲ្យពលមកទំព័រពីទំព័រមិនចេះចប់